ដើម្បីអនុវត្តស្មុំកូនក្នុងប្រទេសតើត្រូវធ្វើដូចម្តេចជំហានទី1ការដាក់ពាក្យនិងការពិនិត្យពាក្យសុំបុគ្គលដែលមានបំណងស្មុំកូនត្រូវទៅសាកសួរព័ត៌មានបំពេញពាក្យសុំនិងដាក់ពាក្យស្មុំកូននៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីខេត្តដែលខ្លួនកំពុងរស់នៅជាអចិន្ត្រៃយ៍ឬក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាការដាក់ពាក្យសុំត្រូវភ្ជាប់ឯកសារដូចជាសេចក្តីចម្លងសម្បត្តិកំណើតសេចក្តីចម្លងសម្បត្តិអាពាហ៍ពិពាហ៍អត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅឯកសារបញ្ជាក់ពីលទ្ធភាពអាចឧបត្ថម្ភគាំទ្រកុមារបានដូចជាលិខិតបញ្ជាក់ប្រាក់ខែឬរបាយការណ៍ធនាគាររបាយការណ៍សុខភាពលិខិតបញ្ជាក់ពីការបដិញ្ញាចិត្តចិញ្ចឹមកូនសម្គាល់សូមបញ្ជាក់ថាការដាក់ពាក្យនិងការពិនិត្យពាក្យសុំនេះគឺជាការអនុវត្តនីតិវិធីរដ្ឋបាលដោយមន្ត្រីសង្គមកិច្ចមុននឹងដាក់ពាក្យស្នើសុំនៃការសម្រេចពីតុលាការប្រសិនបើពាក្យសុំរបស់បុគ្គលដែលបានដាក់ពាក្យសុំស្របតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីខេត្តនិងបន្តនីតិវិធីជំហានទី2ការចុះប៉ាន់ប្រមាណអ្នកសុំដល់លំនៅឋានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីខេត្តដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធត្រូវចុះប៉ាន់ប្រមាណដល់លំនៅឋានផ្ទាល់របស់បុគ្គលដែលបានដាក់ពាក្យសុំប្រសិនបើលទ្ធផលនៃការប៉ាន់ប្រមាណបង្ហាញថាបុគ្គលដែលបានដាក់ពាក្យសុំមានលក្ខណៈវិនិច្ឆ័យគ្រប់គ្រាន់បុគ្គលនោះនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមជំហានទី3ការផ្គូផ្គងកុមារដែលជាកម្មវត្ថុសុំជាមួយបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមគណៈកម្មការផ្គូផ្គងដែលដឹកនាំដោយមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីខេត្តត្រូវផ្គូផ្គងបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមជាមួយកុមារដែលមាននៅក្នុងបញ្ជីឈ្មោះកុមារដែលជាកម្មវត្ថុស្មុំការផ្គូផ្គងអាចធ្វើទៅបានចំនួន2លើកក្នុងករណីលើកទី1មិនទទួលបានជោគជ័យប្រសិនបើការផ្គូផ្គងទទួលបានជោគជ័យត្រូវបន្តនីតិវិធីជំហានទី4ការត្រៀមកុមារនិងបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីខេត្តត្រូវបណ្ដុះបណ្ដាលបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមដើម្បីត្រៀមខ្លួនក្នុងការចិញ្ចឹមបីបាច់កុមារមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីខេត្តត្រូវរៀបចំឲ្យបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមទៅជួបកុមារឬនាំកុមារមកលេងផ្ទះដើម្បីបន្សាំកុមារជាមួយគ្រួសារដែលគេត្រូវមករស់នៅជាមួយជំហានទី5ការទុកដាក់កុមារសាកល្បងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីខេត្តត្រូវរៀបចំឲ្យកុមារទៅរស់នៅសាកល្បងជាមួយបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមរយៈពេលយ៉ាងតិច6ខែប្រសិនបើការរស់នៅសាកល្បងទទួលបានជោគជ័យបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមត្រូវរៀបចំសំណុំឯកសារដាក់ពាក្យសុំទៅតុលាការប្រសិនបើការទុកដាក់កុមាររស់នៅសាកល្បងជាមួយអ្នកសុំមិនទទួលបានជោគជ័យមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីខេត្តនិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដកហូតកុមារទុកដាក់ក្នុងការថែទាំជំនួសក្រោមការត្រួតពិនិត្យរបស់ខ្លួនវិញជំហានទី6ការដាក់ពាក្យស្នើសុំដីកាសម្រេចពីតុលាការបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមត្រូវយកពាក្យសុំរបស់ខ្លួនទៅតុលាការតាមទីតាំងដូចខាងក្រោមចំពោះស្មុំកូនធម្មតាត្រូវដាក់ជូនទៅសាលាដំបងរាជធានីខេត្តដែលកុមារកំពុងរស់នៅចំពោះស្មុំកូនពេញលេញត្រូវដាក់ទៅសាលាដំបងរាជធានីខេត្តរបស់បុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ចឹមកំពុងរស់នៅជាអចិន្ត្រៃយ៍ជំហានទី7ការទុកដាក់កុមារជាផ្លូវការជាមួយគ្រួសារចិញ្ចឹមបន្ទាប់ពីតុលាការបានចេញដីកាសម្រេចជាស្ថាពរពីករណីស្មុំកូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីខេត្តត្រូវរៀបចំប្រគល់កុមារជាផ្លូវការឲ្យឪពុកម្ដាយចិញ្ចឹមដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធសូមចូលរួមអនុវត្តស្មុំកូនដោយស្របច្បាប់មានតែតុលាការប៉ុណ្ណោះដែលមានសិទ្ធិសម្រេចចំពោះស្មុំកូន